ចាតាមពិតវាមានជំហានច្រើនប៉ុន្តែអា3ហ្នឹងសំខាន់ហើយជាគោលធំតែឥឡូវនៅក្នុងវីដេអូនេះបងប្អូនអាចស្វែងយល់ពីអត្ថន័យនៅក្នុងជំហានទាំង3ហ្នឹងសិនជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំមានជំហាន3នៅក្នុងដំណើរការអភិវឌ្ឍខ្លួនឯងដែលជាជំហានគោលសំខាន់មែនទែនអត់អាចខ្វះបានទេចាតាមពិតវាមានជំហានច្រើនប៉ុន្តែអា3ហ្នឹងសំខាន់ហើយជាគោលធំហើយវាស្រួលយល់មែនទែនប៉ុន្តែវាអាចពិបាកនៅក្នុងការអនុវត្តហើយនៅក្នុងជំហានពីជំហានធំមួយទៅជំហានធំមួយហ្នឹងវាអាចមានជំហានទូចច្រើនទៀតអញ្ចឹងក៏ពេលអនុវត្តជាក់ស្ដែងយើងត្រូវការស្វែងយល់ពីអាជំហានលម្អិតហ្នឹងតែឥឡូវនៅក្នុងវីដេអូនេះបងប្អូនអាចស្វែងយល់ពីអត្ថន័យនៅក្នុងជំហានទាំង3ហ្នឹងសិនជំហានទី1គឺជាការមានសតិដឹងពីខ្លួនឯងដែលអង់គ្លេសហៅថា awareness នៅក្នុងចំណុចនេះខ្ញុំបានចែករំលែកខ្លះៗហើយនៅក្នុងវីដេអូមុនដែលនិយាយពីការស្វែងយល់ពីខ្លួនឯងហើយខ្ញុំក៏បានចែករំលែកនៅគន្លឹះមួយចំនួនអញ្ចឹងចំពោះបងប្អូនដែលអត់ទាន់បានមើលវីដេអូហ្នឹងអាចត្រឡប់ទៅរកវីដេអូហ្នឹងបានពីវិធីសាស្ត្រនៅក្នុងការអនុវត្តដើម្បីបង្កើនការមានសតិដឹងពីខ្លួនឯងចំណែកនៅក្នុងវីដេអូនេះខ្ញុំគ្រាន់តែចង់ពន្យល់ពីហេតុផលទេថាហេតុអីបានយើងត្រូវការមានសតិដឹងពីខ្លួនឯងពីព្រោះបើយើងអត់ដឹងថាខ្លួនឯងមានអីខ្វះអីការពិតយើងមិនហ្នឹងយើងមិនអាចឈានជំហានទៅធ្វើការអភិវឌ្ឍខ្លួនឯងបានទេហើយអាហ្នឹងគឺជាដំណាក់កាលឬក៏ជំហានមួយដែលយើងត្រូវការប្រមូលព័ត៌មានពីខ្លួនឯងឲ្យបានកាន់តែច្រើនកាន់តែល្អវាជាព័ត៌មានបឋមវាជាការពិតដែលយើងត្រូវការមើលឲ្យឃើញហើយការពិតភាគច្រើនហ្នឹងគេប្រៀបធៀបថានៅក្នុងជីវិតយើងភាគច្រើនយើងឃើញការពិតគេប្រៀបធៀបដោយអាដុំតកកអណ្ដែតនៅលើផ្ទៃសមុទ្រអញ្ចឹងណាភាគច្រើនយើងឃើញតែអាការពិតផ្ទៃលើឯងប៉ុន្តែអាផ្ទៃខាងក្រោមដែលវាមានទំហំធំជាងហ្នឹងយើងមើលអត់ឃើញទេបើយើងអត់បានមុជទៅបាតសមុទ្រដើម្បីមើលអញ្ចឹងការពិតនៃជីវិតរបស់យើងការពិតពីខ្លួនឯងភាគច្រើនហ្នឹងគឺវានៅអាផ្ទៃខាងក្រោមដែលយើងត្រូវការធ្វើការច្រើនមែនទែនដើម្បីស្វែងរកព័ត៌មានហ្នឹងមកណាចាហើយនៅពេលដែលយើងបានព័ត៌មានទាំងអស់ហ្នឹងជាព័ត៌មានបឋមហើយបានយើងអាចឈានទៅជំហានបន្ទាប់ទី2គេហៅថាទទួលស្គាល់ការពិតចាអញ្ចឹងបើយើងអត់ឃើញការពិតទេយើងធ្វើមិនទទួលស្គាល់បានអញ្ចឹងអាហ្នឹងវាត្រូវតែជាជំហានបន្ទាប់ហើយការទទួលស្គាល់ការពិតហ្នឹងអង់គ្លេសហៅថា accept កន្លែងហ្នឹងសំខាន់មែនទែនបងប្អូនពីព្រោះការពិតដែលយើងប្រមូលមកឃើញទាំងប្រមាណហ្នឹងវាមានអាការពិតខ្លះដែលវាស្របតាមអ្វីដែលយើងចង់បានចូលចិត្តប៉ុន្តែវាមានការពិតជាច្រើនដែលអត់តាមចិត្តរបស់យើងទេអត់មែនជាអីដែលយើងចង់បានទេអញ្ចឹងខ្ញុំនឹកឃើញពាក្យលោកគ្រូវិបស្សនាគោអនកាមួយគាត់បានលើកឃ្លាមួយថា accept the truth as it is not as what you want មានន័យថាទទួលយកការពិតទៅតាមសភាពពិតរបស់វាមិនមែនតាមអ្វីដែលយើងចង់បានទេអញ្ចឹងការពិតនៃជីវិតរបស់យើងនឹងវាមានទាំងពីរចាអាពេលដែលយើងទទួលគឺយើងត្រូវទទួលយកទាំងស្រុងហើយទទួលយកអ្វីដែលកំពុងកើតឡើងទោះបីវាតាមចិត្តយើងឬក៏អត់យើងត្រូវតែទទួលយកវាឲ្យបានអាហ្នឹងជាបើយើងចង់អភិវឌ្ឍខ្លួនឯងរឿងហ្នឹងគឺជារឿងសំខាន់មែនទែនហើយរឿងដែលពិបាកមែនទែនហ្នឹងគឺរឿងដែលយើងពិបាកទទួលយកការពិតដែលមិនស្របនឹងចិត្តរបស់យើងនឹងឯងហើយការពិតហ្នឹងភាគច្រើនវាជារឿងដែលប៉ះទង្គិចអារម្មណ៍យើងវាជារឿងដែលធ្វើឲ្យយើងឈឺចាប់អីអញ្ចឹងទៅអញ្ចឹងវាអត់ស្រួលទេក្នុងការទទួលយកប៉ុន្តែនៅក្នុងដំណើរការអភិវឌ្ឍខ្លួនឯងបើយើងអត់អាចទទួលយកការពិតនឹងបានទេយើងអត់អាចទៅមុខបានទេវានៅស្ទះត្រឹមហ្នឹងណាឥឡូវខ្ញុំលើកឧទាហរណ៍យើងចង់ចេះជំនាញអីមួយអញ្ចឹងការពិតដែលយើងត្រូវទទួលយកមុននឹងយើងដាក់ខ្លួនទៅរៀនជំនាញហ្នឹងតើតែយើងទទួលយកថាយើងអត់ចេះកន្លែងហ្នឹងតើតែយើងទទួលយកថាយើងអន់នៅកន្លែងហ្នឹងអញ្ចឹងទទួលយកថាអត់ចេះអន់ហ្នឹងវាជារឿងដែលធ្វើឲ្យយើងអត់សប្បាយចិត្តទេអញ្ចឹងហើយបើយើងចង់ចេះតើយើងទទួលយកការពិតនឹងសិនបានយើងអាចឈានទៅជំហានទី3គឺទៅរកការរៀនសូត្រការអភិវឌ្ឍខ្លួនឯងបង្កើនសមត្ថភាពនៅក្នុងជំនាញមួយហ្នឹងដែលជំហានទី3ហ្នឹងហៅថា apply
ចាអញ្ចឹងសរុបមកវិញ3ជំហានធំហ្នឹងគឺអឺការមានសតិដឹងពីខ្លួនឯងពីការពិតហើយទទួលយកការពិតហើយនឹងជំហានទី3គឺអនុវត្តចាដែលអង់គ្លេសហៅថា aware accept apply ចាឬក៏ 3A ចាសូមអរគុណ